សត្វមួយប្រភេទដែលបងប្អូនតែងតែជួបប្រទះគឺប្រភេទរុយតិចផ្លែឬក៏បងប្អូនខ្លះយើងហៅថាស្រាំងតិចផ្លែបងប្អូនដែលដាំដំណាំឈើផ្លែដាំទាំងតបែកទឹកដោះគោដាំបន្លែដំណងតឡាចអីប្រកាសជាស្គាល់ច្បាស់អំពីរុយតិចផ្លែរុយតិចផ្លែនេះឬក៏ស្រាំងតិចផ្លែវាគឺជាសត្វមួយប្រភេទដែលមានការបំផ្លាញខ្លាំងមែនទែនដែលធ្វើឲ្យខូចខាតកសិផលរបស់យើងច្រើនរហូតដល់30 ទៅ 50% ក៏មានខ្ញុំមានវិធានការចំនួន5ដែលចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាហើយប្រសិនបើបងប្អូនមានវិធានការនិងបច្ចេកទេសល្អៗផ្សេងទៀតអាចចែករំលែកនៅក្នុងវីដេអូនេះបានទី1ខ្ញុំសូមនិយាយអំពីអនាម័យចម្ការអនាម័យចម្ការនេះគឺជាជំហានដំបូងហើយក៏សំខាន់ផងដែរហើយក៏ជាវិធានការដែលកសិករភាគច្រើនគាត់មើលរំលងគឺជាយើងសម្អាតដំណាំបន្លែចាស់ៗរបស់យើងសម្អាតផ្លែឈើដែលខូចជាពិសេសគឺផ្លែឈើឬក៏បន្លែរបស់យើងនឹងដែលទទួលរងការខូចដោយសាររុយតិចផ្លែនៅពេលដែលរុយតិចផ្លែចោះពងទៅវារលួយពេលខ្លះទៅវាជ្រុះក្រោមដើមឬក៏វានៅលើដើមអញ្ចឹងទៅកសិកររបស់យើងមួយចំនួនគាត់ទុកពេញចការនៅទាំងអញ្ចឹងប៉ុន្តែតាមបច្ចេកទេសយើងគួរតែប្រមូលវាអាចយកទៅដុតយកទៅកប់ដីឬក៏បំផ្លាញចោលអត់គួរទុកនៅក្នុងចំការរបស់យើងទេពីព្រោះនៅពេលដែលយើងទុកនៅក្នុងចំការអាពួកផ្លែឈើខូចឬក៏បន្លែខូចទាំងអស់ហ្នឹងគឺវាពោពេញទៅដោយពងសត្វល្អិតពងសត្វរុយតិចផ្លែហ្នឹងនៅពេលដែលយើងអត់បានគ្រប់គ្រងវាគឺត្រឹមតែ10-20ថ្ងៃគឺបរិមាណនឹងកើនចំនួនខ្លាំងមែនទែនធ្វើឲ្យការបំផ្លាញនៅក្នុងចំការរបស់យើងកាន់តែខ្លាំងឡើងទី2គឺការប្រើអន្ទាក់ប្រូតេអ៊ីនអន្ទាក់ប្រូតេអ៊ីននេះប្រហែលជាបងប្អូនអត់សូវឮវាទេឬក៏យើងអាចនិយាយថាអន្ទាក់ចំណីសត្វល្អិតគឺវាមានញៀនដឹងថាអ្វីដែលជាចំណីរបស់វាអញ្ចឹងអន្ទាក់ប្រូតេអ៊ីននេះកសិករអាចផលិតខ្លួនឯងឬក៏អាចទិញពីក្រុមហ៊ុនបានប៉ុន្តែនៅស្រុកយើងអត់សូវមានការលក់អន្ទាក់ប្រូតេអ៊ីនហ្នឹងទេខ្ញុំឃើញមានផលិតផលពីប្រទេសវៀតណាមគេមានវាគឺជាចំណីសត្វល្អិតប៉ុន្តែយើងធ្វើម៉េចអាចសម្លាប់សត្វរុយតិចផ្លែនឹងបានយើងអាចលាយថ្នាំកសិកម្មមួយចំនួនដូចជាថ្នាំដែលមានទិសកម្ម Fipronil ឬក៏ Spinetoram លាយនៅក្នុងអន្ទាក់របស់យើងទៅអញ្ចឹងនៅពេលដែលសត្វរុយតិចផ្លែនឹងមកជញ្ជក់មកវាដឹងក្លិនអំពីចំណីរបស់វាមកដល់តំបន់ហ្នឹងឬក៏មកជញ្ជក់លបាយរបស់យើងហ្នឹងគឺធ្វើឲ្យសត្វនឹងងាប់អញ្ចឹងអន្ទាក់ប្រូតេអ៊ីននេះគឺវាអាចសម្លាប់បានទាំងសត្វញីនិងសត្វឈ្មោល3គឺការប្រើអន្ទាក់ក្លិនឬក៏កសិករយើងហៅភាគច្រើនស្រាំងស្នែគឺវាមានរូបភាពជាផលិតផលខ្លះគេវាជាក្រដាស់អន្ទាក់ស្អិតផលិតផលខ្លះទៀតគេជាកាវដែលយើង spray ដែលយើងអាចបាញ់នៅលើដបឬក៏កដុងផ្សេងហើយឲ្យក្នុងកាយឬក៏ក្នុងផលិតផលទាំងហ្នឹងគឺវាមានស្នែដែលអាចចាប់សត្វឈ្មោលបានឬក៏យើងហៅថា pheromone ដែលអាចទាក់ទាញពួកសត្វឈ្មោលប៉ុន្តែបញ្ហារបស់ស្រាំងស្នែហ្នឹងគឺដោយសារស្រាំងស្នែហ្នឹងគឺវាមានក្លិនរបស់សត្វញីហើយវាចាប់បានភាគច្រើនគឺសត្វឈ្មោលធ្វើឲ្យនៅក្នុងចំការនៅពេលដែលយើងដាក់ស្រាំងស្នែទៅឃើញមានសត្វជាច្រើនមកប៉ុន្តែអ្វីដែលបងប្អូនអត់បានដឹងគឺសត្វដែលយើងបានចាប់បានភាគច្រើនហ្នឹងគឺជាប្រភេទសត្វឈ្មោលរវាងសត្វឈ្មោលនិងសត្វញីតើមួយណាដែលអាចចោះពងទៅលើដំណាំរបស់យើងបានគឺប្រភេទសត្វញីដូចនេះវាមានរឿងនៅពីក្រោយដែលធ្វើឲ្យយើងចាប់បានសត្វជាច្រើនហើយប៉ុន្តែនៅតែមានការខូចខាតនៅក្នុងចំការទៀតការប្រើអន្ទាក់ស្អិតឬក៏ស្រាំងស្នែនេះវាជួយកាត់បន្ថយរុយតិចផ្លែនៅក្នុងតំបន់របស់យើងបានប៉ុន្តែវាមិនអាចការពារបាន 100% ទេដោយសារទោះបីយើងចាប់បានច្រើនប៉ុន្តែតាមការស្រាវជ្រាវគឺសត្វដែលយើងអាចចាប់បានគឺភាគច្រើនជាសត្វឈ្មោលរឿងនេះអ្នកលក់គេបានប្រាប់យើងទេបើបងប្អូនទិញអន្ទាក់ឬក៏ទិញអាស្រាំងស្នែហ្នឹងត្រូវឆែកជាមួយអ្នកលក់ថាតើចាប់បានទាំងសត្វទាំងញីទាំងឈ្មោលឬក៏ចាប់បានតែសត្វឈ្មោលវិធីសាស្ត្រផ្សេងទៀតយើងអាចប្រើជាប្រភេទថង់ក្រដាស់ឬក៏ស្បៃឬក៏ផលិតផលផ្សេងទៀតដើម្បីយកទៅស្រោបផ្លែឈើរបស់យើងចំពោះបន្លែដូចជាម្រះតឡាចដំណងអីយើងអាចប្រើប្រភេទស្បៃដែលគេមានដេមាត់ចងមាត់រឺតរបស់វាហើយយើងដេឲ្យវាជារាងជាទ្រវែងកសិករតំបន់ផ្សេងទៀតគាត់ប្រើប្រភេទថង់ហ្នឹងគឺគាត់មានចោះរុនទូចកុំឲ្យវាហប់ឈឹងចំពោះផ្លែឈើវិញជាពិសេសគឺដំណាំត្របែកផ្លែត្របែកកសិករភាគច្រើនគាត់ប្រើប្រភេទស្នោថង់ស្នោមានស្នោពីក្នុងថង់ពីក្រៅការប្រើបែបនេះគឺវាអាចការពារស្រាំងតិចផ្លែបាន 100% ប៉ុន្តែយើងអាចការពារបាន 100% លុះត្រាតែយើងប្រើតាំងពីតូចនិងប្រើនៅពេលមុនពេលដែលរុយតិចផ្លែឬក៏ស្រាំងតិចផ្លែនឹងបានចោះពងទៅក្នុងបន្លែឬក៏ផ្លែឈើរបស់យើងបើសិនបើវាបានចោះពងហើយយើងប្រើតាមក្រោយការបំផ្លាញគឺនៅតែមានវិធានការចុងក្រោយគឺការប្រើថ្នាំកសិកម្មថ្នាំកសិកម្មនេះខ្ញុំជឿថាបងប្អូនអ្នកដាំបន្លែឬក៏ផ្លែឈើប្រកាសជាមានបទពិសោធន៍ច្រើនទៅលើការប្រើហើយថ្នាំកសិកម្មដែលប្រើទៅលើរុយតិចផ្លែនេះបើនិយាយពីប្រសិទ្ធភាពវាមិនសូវជាមានប្រសិទ្ធភាពទេមូលហេតុអីដោយសារវាជាប្រភេទសត្វហើរនៅពេលយើងបាញ់ទៅ
មិនសូវមានប្រសិទ្ធភាពទៅដល់វាទេវាអាចងាប់ខ្លះប៉ុន្តែមួយចំនួនគឺវាទៅតំបន់ផ្សេងហើយនៅពេលដែលសាបថ្នាំគឺវាមកវិញទេសកម្មមួយចំនួនដែលយើងអាចប្រើទៅលើរុយទឹកផ្លែហ្នឹងមានដូចជា fipronil មានទេសកម្ម thiamethoxam មានទេសកម្ម spinetoram ប៉ុន្តែក៏ចង់បញ្ជាក់បងប្អូនថានៅក្នុងការប្រើថ្នាំទាំងអស់នេះហើយយើងបាញ់ទាំងបន្លែនិងផ្លែឈើវាអាចបានវាគ្រាន់តែគ្រប់គ្រងបានមួយចំនួនប៉ុន្តែនៅតែមានការបំផ្លាញសរុបទៅតើវិធានការមួយណាដែលល្អជាងគេសម្រាប់ខ្ញុំបងប្អូនគួរតែអនុវត្តវិធានការឲ្យកាន់តែច្រើនកាន់តែល្អយើងមិនអាចប្រើថ្នាំកសិកម្មរហូតបានដែរអនុវត្តវិធានការចម្រុះគឺវានឹងអាចធ្វើឲ្យបងប្អូនកាន់តែចំណេញហើយកាន់តែទទួលបានទិន្នផលខ្ពស់នៅពេលដែលបងប្អូនប្រើថ្នាំកសិកម្មអ្វីដែលសំខាន់បងប្អូនត្រូវតែគិតគឺត្រូវគិតទៅលើសុខភាពខ្លួនឯងនិងសុខភាពអ្នកញ៉ាំខ្ញុំលើកឧទាហរណ៍អំពីដំណាំធម្មរះចោះម្រះនៅពេលដែលយើងបាញ់ប្រកាសជានៅពេលដល់ពេលប្រមូលផលប្រកាសជាត្រូវបេះរាល់ថ្ងៃហើយបើសិនបើមានសត្វល្អិតបើមានអារុយទឹកផ្លែនឹងមកគាត់ត្រូវប្រឈមមុខនឹងការបាញ់ស្ទើរតែរាល់ថ្ងៃដែរឬក៏បាញ់មួយអាទិត្យម្ដងអីចឹងទៅប៉ុន្តែនៅពេលដែលគាត់បេះរាល់ថ្ងៃឬក៏បាញ់ថ្ងៃហ្នឹងចំពេលថ្ងៃស្អែកត្រូវបេះអញ្ចឹងតាមរះហ្នឹងធានាសុវត្ថិភាពដល់អ្នកញ៉ាំអត់ឬក៏មួយទៀតខ្ញុំលើកឧទាហរណ៍អំពីដំណាំផ្លិតឈើផ្លែពីរប្រភេទទី1ផ្លែត្របែកទី1ពត្រាត្របែកក្រៅពីបាញ់ថ្នាំកសិករអាចប្រើប្រភេទថង់ស្នោស្រោបផ្លែប៉ុន្តែដោយឡែកទៅលើដំណាំពត្រាវិញផ្លែពត្រាវិញស្ទើរតែមិនមានផលិតផលស្រោបណាអាចប្រើទៅលើវាបានមិនមែនមិនអាចប្រើបានទេប៉ុន្តែដោយសារវាផ្លែទូចហើយវាមានបរិមាណច្រើនធ្វើឲ្យយើងទោះបីយើងប្រើថង់ស្នោឬក៏ថង់ស្បៃឬក៏អីផ្សេងប្រើទៅលើវាទៅធ្វើឲ្យវាយើងខាតមិនសូវជាចំណេញបានយើងប្រើពលកម្មច្រើនហើយប្រើបរិមាណច្រើនមិនសូវចំណេញសេដ្ឋកិច្ចដែលធ្វើឲ្យកសិករឬក៏អ្នកដាំគាត់ត្រូវបង្ខំចិត្តបាញ់ថ្នាំហើយនៅពេលដែលបាញ់ថ្នាំហើយអាចពីថ្ងៃក្រោយគាត់ត្រូវបង្ខំចិត្តបេះដោយសារបើបេះវាត្រូវខូចទុំចោលជ្រុះចោលអីចឹងទៅមិនថាឈើផ្លែមិនថាដំណាំបន្លែការអនុវត្តវិធានការចម្រុះគឺសំខាន់នៅពេលដែលបងប្អូនមើលវីដេអូនេះបងប្អូនអាចសម្រេចចិត្តទៅថាបងប្អូនអាចជ្រើសរើសវិធានការណាមួយដែលល្អបំផុតឬក៏បងប្អូនអាចស្វែងរកបាននៅតំបន់បងប្អូនបច្ចេកទេសផ្សេងទៀតដែលខ្ញុំមិនបានលើកឡើងហើយបងប្អូនគិតថាវាល្អបងប្អូនជួយទម្លាក់ការខមមិននៅក្នុងវីដេអូនេះផងអរគុណបាយបាយ